សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកស្រែមកបេះផ្កាមួយប្រភេទពុកម៉ែបងប្អូនមាននៅចាំរុក្ខជាតិមួយប្រភេទនេះទេរុក្ខជាតិមួយប្រភេទនេះគឺថាជាឱសថព្យាបាលរោគបានច្រើនមុខមែនទែននាងខ្ញុំក៏ធ្លាប់បានផុសនៅក្នុងเพจរួចម្ដងទៅហើយដែររុក្ខជាតិមួយប្រភេទនេះគឺមានឈ្មោះថាដើមបាយដំណើបអ្នកខ្លះហៅថាក្របផ្ទុះអីជាដើមតែតាមពិតឈ្មោះវាគឺដើមបាយដំណើបដោយសារក្របវានេះបើយើងយកដាក់ក្នុងទឹកគឺវាផ្ទុះដូច្នេះហើយក៏មានអ្នកខ្លះហៅថាដើមក្របផ្ទុះអីចឹងទៅហើយរុក្ខជាតិមួយប្រភេទនេះពុកម៉ែបងប្អូនយើងជាបានច្រើនមែនតែម្ដងដោយយើងយករុក្ខជាតិទាំងមូលទាំងដើមទាំងមើមវាដូចជាមើមខ្ជាយចឹងពុកម៉ែបងប្អូនហើយយើងយកទៅស្ងោរផឹកហើយប្រសិនបើពុកម៉ែបងប្អូនចង់ដឹងថាតើវាមានអត្ថប្រយោជន៍យ៉ាងណាសូមទៅមើលផុសរបស់នាងខ្ញុំកាលពីប្រហែលឆ្នាំមុននាងខ្ញុំធ្លាប់បានផុសហើយផ្កាស្អាតណាស់ពុកម៉ែបងប្អូននិយាយពីថាឡើងពេញតែម្ដងហើយក្របក៏ច្រើនដែរកាលពីនៅក្មេងពុកម៉ែបងប្អូននាងខ្ញុំចូលចិត្តបេះក្របវាយកទៅបោះក្នុងទឹកផ្ទុះអូឮសូរសំឡេងប្រុសណាស់ផេះក្មេងស្រុកស្រែគឺបែបនឹងឯងពុកម៉ែបងប្អូនចូលចិត្តលេងរបស់ធម្មជាតិមើលណែផ្កាវាស្អាតណាផ្កាវាស្អាតមែនតែម្ដងវាមិនត្រឹមតែផ្កាស្អាតទេវាត្រូវរោគបានច្រើនមុខច្រើនមែនតែម្ដងនេះឈឺដៃឈឺជើងលើសជាតិអាស៊ីតអីហ្នឹងគឺស្ងោរតែពី3ឆ្នាំអីគឺឃើញលទ្ធផលភ្លាមអត់មានចាំបាច់យូរទេហើយថ្នាំឱសថខ្មែរពុកម៉ែបងប្អូនឱសថបុរាណខ្មែរយើងគឺនៅពេលដែលយើងបរិភោគយើងមិនអាចបរិភោគរៀងរាល់ថ្ងៃបានទេគេមានការហូបរបស់គេគឺយើងកាត់បន្ថយយើងហូបដូចថាក្នុងមួយសប្តាហ៍អញ្ចឹងទៅយើងខានពី2ថ្ងៃអញ្ចឹងទៅប្រហែលថ្ងៃទៀតគឺយើងបរិភោគទៀតយើងអត់អាចហូបរៀងរាល់ថ្ងៃទេវាអាចធ្វើឲ្យពុលថ្លើមតែបើសិនបើយើងចេះរបៀបនៃការប្រើប្រាស់ពុកម៉ែបងប្អូនឱសថខ្មែរគឺល្អជាងឱសថថ្នាំពេទ្យទៅទៀតដោយសារតែថ្នាំបុរាណខ្មែរយើងនៅពេលដែលយើងបរិភោគទៅវាធ្វើឲ្យជំងឺរបស់យើងជាដាច់ខុសអំពីថ្នាំពេទ្យបើថ្នាំពេទ្យវិញគឺកាលណាយើងប្រើហើយគឺយើងប្រើមួយជីវិតតែម្ដងហើយប្រសិនបើពុកម៉ែបងប្អូនមិនសូវមានថវិកាច្រើនសូមប្រើប្រាស់ឱសថបុរាណខ្មែរគឺល្អណាស់សូមបីតានាងខ្ញុំក៏នាងខ្ញុំប្រើឱសថបុរាណខ្មែរដែរហើយរុក្ខជាតិមួយប្រភេទនេះអ្នកដែលមានបញ្ហាលើសជាតិខ្លាញ់លើសជាតិអាស៊ីតហ្នឹងគឺបរិភោគត្រូវខ្លាំងតែម្ដងនិយាយទៅវាត្រូវបានច្រើនមុខមែនទេតែនាងខ្ញុំមិនអធិប្បាយនៅក្នុងវីដេអូនេះទេប្រសិនបើពុកម៉ែបងប្អូនចង់ដឹងអំពីអត្ថប្រយោជន៍សូមទៅមើលវីដេអូរបស់នាងខ្ញុំនៅវីដេអូចាស់ហើយប្រសិនបើពុកម៉ែបងប្អូនចង់ឲ្យខ្ញុំអធិប្បាយម្ដងទៀតសូមខមមិននៅខាងក្រោមវីដេអូនេះផងមកនាងខ្ញុំនឹងធ្វើអធិប្បាយចែកជូនឲ្យពុកម៉ែបងប្អូនអ៊ំពុំមីងទាំងអស់គ្នាបានដឹងអំពីអត្ថប្រយោជន៍របស់វាម្ដងទៀត